បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានចំណេះដឹងមួយទៀតហើយមកជូនជាចំណេះដឹងថ្មីស្រឡាង2026បាទនៅលើទូរស័ព្ទដៃពុកម៉ែបងប្អូនប្រភេទ Android បើសិនជាពុកម៉ែបងប្អូនអត់ចូលទៅបិទកម្មវិធីទេគឺទូរស័ព្ទពុកម៉ែបងប្អូនគឺវានឹងអាប់ដេតកម្មវិធីអូតូចឹងធ្វើឲ្យទូរស័ព្ទនឹងច្បាស់ណាស់វាប្រកាសជាពេញគ្រឿងឬក៏ memory នៅសល់តិចបាទហើយកម្មវិធីណាមួយដែលយើងមិនចាំបាច់វានឹងអាប់ដេតឲ្យយើងអូតូចឹងទៅគឺធ្វើឲ្យម៉ាស៊ីនកម្មវិធីទូរស័ព្ទយើងវាឆាប់ពេញហើយក៏វា slow ដែរជាដំបូងបើចង់ចូលបិទគឺយើងត្រូវចូលមកកន្លែង Play Store កន្លែង download បន្ទាប់មកគឺយើងចូលកន្លែង profile របស់យើងកន្លែងការកំណត់ហ្នឹងបាទចឹងចូលមកតាមខ្ញុំមកចូល profile កន្លែងការកំណត់គឺស្មើនឹងដូចជាយើងចូលនៅកន្លែងGoogle ជ្រុំហ្នឹងដែរបន្ទាប់មកគឺយើងអូសមករកពាក្យការកំណត់បើសអង់គ្លេសគេដាក់ថា setting អញ្ចឹងចូលមកការកំណត់បាទនេះធ្វើបាត់ទៅក៏មកឲ្យវាអាប់ដេតកម្មវិធីណាដែលមិនចាំបាច់ធ្វើឲ្យវាពេញទូរស័ព្ទយើងអត់ប្រយោជន៍ទេត្រូវចូលទៅបាត់ទៅបាទចូលមកការកំណត់រួចនេះចូលមកចំណូលចិត្តបណ្ដាញមកជួរទី2បាទហើយចុចមកបាទតទៅទៀតនេះដំឡើងកម្មវិធីដំឡើងកំណែកម្មវិធីដោយស្វ័យប្រវត្តិបាទជានេះជួរទី1ជួរទី2ជួរទី3ជួរទី4បាទចឹងចូលជួរទី4ចុចបាទអញ្ចឹងដល់មកគឺដាក់មកខាងក្រោមគេបំផុតជាដំបូងប្រហែលជាវាចូលមកគឺវានៅក្នុងជួរទី1ឬក៏ជួរទី2ឬក៏ជួរទី3អញ្ចឹងគឺចុចមកខាងក្រោមពេលបំផុតមកបាទជាទៅវាអាចចូលនៅជួរនេះឬក៏ជួរនេះបាទទូរស័ព្ទថ្មីដែលយើងដំឡើងឬក៏យើងអាចថ្មីពីមកគឺច្បាស់ណាស់នេះដំឡើងមកតាម Wi-Fi នេះដំឡើងកំណែតាមទិន្នន័យទូរស័ព្ទគឺយើងប្រើសេវាតាម SIM បាទអញ្ចឹងយើងចុចមកខាងក្រោមមកដល់ហ្នឹងគឺវារួចហើយទូរស័ព្ទរបស់បងប្អូននឹងលេងអាប់ដេតកម្មវិធីណាដែលមិនចាំបាច់ឲ្យវាពេញទូរស័ព្ទអត់ប្រយោជន៍ទេបាទអញ្ចឹងចំណេះដឹងនេះសូមអនុវត្តអរគ្នាកម្មវិធីណាដែលមិនចាំបាច់គឺយើងមិនបាច់ឲ្យអាប់ដេតអូតូទេចាំយើងចូលទៅអាប់ដេតដោយខ្លួនឯងអូខេបាយបាយសូមជម្រាប